បាទអ្នកឆ្នាំមមីបាទការមើលរិស័យជូនបងប្អូនអ្នកឆ្នាំមមីហើយទុះទាយជូននឹងពេញមួយឆ្នាំមមីដូចគ្នាមានន័យថានៅក្នុងឆ្នាំ2026នឹងនៅក្នុងឆ្នាំមមី2026ចឹងការទុះទាយមើលរិស័យជូនដល់បងប្អូនអ្នកឆ្នាំមមីមិនថាមមីនឹងប្រុសស្រីក្មេងចាស់ទេមមីទាំងអស់មានអ្នកខ្លះហ្នឹងកើតនៅក្មេងអាយុ12ឆ្នាំ24ឆ្នាំ36ឆ្នាំ48ឆ្នាំបាទរហូតទៅដល់60ឆ្នាំនឹងហើយ72ឆ្នាំ84ឆ្នាំនិង96ឆ្នាំចឹងជើងលេខអ្នកទាំងអស់នេះដែលមានឆ្នាំមានអាយុដូចខ្ញុំបានជម្រាបហ្នឹងរាសីជូនសម្រាប់ពេលនេះតើគាត់ជួបអីខ្លះដោយសារតែយើងជាអ្នកឆ្នាំមមីធៀបភ្លើងដល់តែឆ្នាំចូលមកនេះក៏ជាឆ្នាំមមីធៀបភ្លើងដែរហើយសូមជម្រាបឆ្នាំមមីធៀបភ្លើងដែលចូលមកក្នុងពេលនេះគឺវាមក60ឆ្នាំទើបវាមកឆ្នាំនឹងម្ដងបាទមាន12ឆ្នាំជាន់ទេម្ដងណា60ឆ្នាំទើបមានមមីភ្លើងទាំងលើភ្លើងខាងក្រោមនេះចូលមកម្ដងអញ្ចឹងការប៉ះទង្គិចគឺប៉ះទង្គិចជាមួយនឹងមមីជាន់ឆ្នាំមួយមមីហ្នឹងគឺប៉ះទង្គិចហ្នឹងត្រួតយកលើត្រួតតែម្ដងគឺធ្ងន់ឆ្នាំមមី2029នេះគឺជាឆ្នាំមួយដែលគេហៅថាជាឆ្នាំនៃសង្គ្រាមដែលធៀបភ្លើងឆេះកាលបាទសង្គ្រាមសម័យឥឡូវខ្សិតតែសង្គ្រាមសម័យទំនើបហើយការផ្ទុះសង្គ្រាមនេះមិនមែនហៅទៅថាឥឡូវចូលធម្មតាទេហ្នឹងចាំមើលចាប់ពីពាក់កណ្ដាលឆ្នាំធ្លាយទៅដល់ចុងឆ្នាំមកបាទអញ្ចឹងទើបធ្ងន់ធ្ងរប៉ះពាល់ជាមួយនៃសង្គ្រាមហ្នឹងបាទហើយនិយាយដោយលំអិតពាក់ព័ន្ធបងប្អូនអ្នកឆ្នាំមមីបើយើងមើលចរិតលក្ខណៈរបស់គាត់គឺជាមនុស្សដែលរហ័សរហួនមានកម្លាំងពលលាំងមានធម៌ពលពេញលេញបាទរហ័សរហួនបាទមាំមួនបាទនិយាយក៏លឿនដំណើរក៏លឿនហើយចូលចិត្តការប្រណាំងប្រជែងចូលចិត្តការប្រកួតប្រជែងអញ្ចឹងជើងលេខនៅក្នុងឆ្នាំ2026នេះបុគ្គលឆ្នាំមមីមិនថាមមីនឹងគាត់ធ្វើការងារជាមន្ត្រីរាជការឬមួយក៏មមីនឹងជាអ្នកធ្វើជំនួញជួញដូរដល់ខ្លួនឯងលក់ដូរកាប៉ិកប៉ុកអីក៏ដោយបាទនៅក្នុងឆ្នាំ2025 24 23កន្លងមកវាអត់សូវអីទេប៉ុន្តែចូលដល់ឆ្នាំ2026នេះមមីជួបគេហៅថាជួបរបស់ពិតហើយបាទគឺជួបរបស់ពិតហើយដៃគូដែលចូលមកប្រជែងទៅលើតួនាទីបាទមុខរបរដែលចូលមកប្រកួតប្រជែងជាមួយអ្នកឆ្នាំមមីគឺសិតតែមហាខ្លាំងដែលយើងជាអ្នកឆ្នាំមមីនឹងពិបាកណាស់ក្នុងការទប់ទល់បាទពិបាកមែនទែននៅក្នុងការផ្ដួលរំលំដើម្បីយកឈ្នះបើមមីខ្លួនឯងរាសីត្រូវជាមួយនឹងធៀបភ្លើងអានឹងគ្រាន់បើទៅជាល្អខ្លាំងនៅក្នុងឆ្នាំ2026ហ្នឹងបាទអញ្ចឹងមានកូនសិស្សគាត់សួរថាចុះបើអត់ត្រូវមួយធៀបភ្លើងបាទបើអត់ត្រូវមួយធៀបភ្លើងដាំចេកទៅបាទដាំចេកទៅបាទមមីក៏អាចមានវិធីដើម្បីសម្រួលដកកម្លាំងចុះចាញ់អានឹងបានឬមួយក៏មមីណែមានបងប្អូនទាយឲ្យគ្រប់គ្នាសិតប្រាប់តលេខសំណាងតលេខប្រមាណបាទដល់មមីនេះដូចអត់ចង់ប្រាប់មិនដឹងបាទអញ្ចឹងសម្រាប់បងប្អូនអ្នកឆ្នាំមមីក៏មានលេខសំណាងដែរអាច comment លេខហើយ share ចេញគឺលេខ
91 បាទលេខសំណាងរបស់បុគ្គលឆ្នាំមមី9119 ក៏មែនពាក្យហ្នឹងឲ្យសេចេញចោះនឹងបានដូចយើងកែហេងកាត់ឆុងអញ្ចឹងបាទអញ្ចឹងពាក់ព័ន្ធមួយឆ្នាំមមីបើសិនជារាសីនឹងល្អគូល្អខ្លាំងមែនទែននៅក្នុងឆ្នាំ2026នេះគឺជាឆ្នាំមួយដែលមមីត្រូវទទួលបានភោគទ្រព្យសម្បត្តិដ៏មហាសាលមានមួយរំពេចតែម្ដងបាទអាហ្នឹងបើរាសីគាត់ត្រូវមានណាបាទប៉ុន្តែបើរាសីនឹងវាធ្លាក់អត់រាសីនឹងវាអត់ល្អបាទអញ្ចឹងវាអាក្រក់រលេខដាក់គ្មានទៀមទាឲ្យមមីហ្នឹងណាបាទប្រុងប្រយ័ត្នមែនទៀនបាទដូចជាខាងខ្ញុំក៏ណែនាំឲ្យបុគ្គលឆ្នាំមមីហ្នឹងមានការកែឆុងកាត់ឆុងអីចឹងទៅបាទកែឆុងកាត់ឆុងដោយសារតែអ្នកមមីអាចប្រើរូបចម្លាក់ពពែប៉ុន្តែយកពពែ5ធាតុណាមិនមែនពពែធម្មតាទេអាចយករូបចម្លាក់ពពែយកទៅដាក់ឲ្យកម្លាំងមមីនឹងឡើងមហិមាបានជួយកែបានប៉ុន្តែទោះយ៉ាងណាក៏ដោយយកល្អមានសត្វខ្លាមួយទៀតបាទយកទៅដាក់តាំងនៅក្បាលរំលេខប្រចាំឆ្នាំ2026ហ្នឹងដើម្បីជួយឲ្យមមីនេះវាមានកម្លាំងពលំលះលហួនឡើងខ្លាំងដូចព្រះសូរិយាពេញរស្មីម៉ោង12កន្លះថ្ងៃត្រង់បាទហើយអ្នកឆ្នាំមមីនៅក្នុងផ្ទះគួរតែប្រើរូបបិទណារូបបិទអញ្ចាំងទ្វាចេញចូលអីប្រើរូបសេះដែលខ្ញុំបិទនឹងក្រួយហ្នឹងប្រើរូបសេះប្រភេទអញ្ចឹងបាទរៀងមូលអញ្ចឹងហើយមានអក្សរដែលគេដាក់នៅក្រោមសេះហ្នឹងមានន័យថាសេះនាំសំណាងមកដោយកុងស៊ីហ្វាចាយមានអក្សរហ្វូនៅក្នុងហ្នឹងរៀងរបស់សេះកំពុងតែនាំមករត់មកបាទនៅក្នុងដួងព្រះអាទិត្យបាទចឹងបងប្អូនអ្នកឆ្នាំមមីគឺបើសិនជាគាត់មិនប្រកាសទីថារាសីដូចល្អឬមិនល្អទេប្រើរូបសេះនឹងបិទថែមណាក្រោយពីការកែឆុងកាត់ឆុងហើយបិទរូបសេះនេះថែមនៅក្នុងផ្ទះយើងឬក៏ទ្វារបន្ទប់គេងឬមួយក៏នៅបរិវេណក្នុងផ្ទះយើងកន្លែងណាមួយក៏បានដែរនេះបុគ្គលឆ្នាំមមីក្រោយពីកែកាត់ឆុងណាបាទការកាត់ឆុងនៅក្នុងឆ្នាំនៅក្នុងខែមករានេះដោយសារតែឥឡូវនេះចូលមកដល់ថ្ងៃ20ហើយចឹងនៅក្នុងថ្ងៃទី28ខែមករាគឺជាពេលវេលាមួយសំប្រកបសម្រាប់បងប្អូនដែលគាត់មានរាសីឆុងខែឆុងថ្ងៃឆុងឆ្នាំឆុងម៉ោងឆុងថ្ងៃអ្នកដែលឆុងហ្នឹងមានដូចជាអ្នកឆ្នាំមមីអ្នកឆ្នាំថោះអ្នកឆ្នាំជូតអ្នកឆ្នាំរកាព្រមទាំងអ្នកឆ្នាំឆ្លូវបាទអាចមកធ្វើការសែនកាត់ឆុងឬក៏ប្រើជា sticker បិទតាមទូរស័ព្ទដែលគេប្រើ sticker ខ្លាសព្រមទាំងបន្តោងរូបខ្លាមិនថាបន្តោងខ្សែកឬមួយក៏បន្តោងសោទេបាទយកទៅបិទយកទៅដាក់តាមខ្លួនទៅនោះក៏ជាទង្វើមួយវិធីមួយដើម្បីជួយកែនិងកាត់ឆុងដល់បុគ្គលឆ្នាំមមីហើយយើងអាចប្រើវត្ថុមង្គលផ្សេងឬក៏ទៅធ្វើចំនួនជួញដូរទៅបានសមប្រកបបាទអូខេអញ្ចឹងបងប្អូនអ្នកឆ្នាំមមីបានជ្រាបបានដឹងហើយព័ត៌មានផ្សេងបើចង់ដឹងរឿងអីហុងស៊ុយឬមួយអីហ្នឹងបងប្អូនក៏អាចឆាតសួរនាំតាមលេខទូរស័ព្ទ011 337 327បាទឬមួយចង់បានយ័នកែកាត់ឆុងអីក៏អាចឆាតតាម Telegram លេខនឹងបានដែរបាទអរគុណច្រើនសូមជម្រាបលាបាទ